សូមនមស្ការចំពោះប្រជុំ3នៃប្រតិរដ្ឋដោយសេចក្តីគោរពសូមអរកាយថ្វាយបង្គំប្រពជាប្រតិជគុណប្រធេរាធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកមៅសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទនិងទស្សនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាក្នុងសប្តាហ៍កន្លងទៅដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកមៅព័ត៌មានពុទ្ធសាសនាខេត្តកមៅសប្តាហ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីកម្មវិធីបុណ្យកឋិនទាននិងបុណ្យសំពះព្រះខែព្រមទាំងសប្បុរសធម៌និងផ្សព្វផ្សាយព្រះធម៌នានាវគ្គបំពោះបណ្ដុះពន្លកបញ្ញានៅវត្តថៃជីវអឹមដោយអំណោយ300កញ្ចប់ដោយជនពិការនៅវត្តយៈថ្វាវគ្គសិក្សាវិបស្សនាកម្មដ្ឋានលើកទី2នៅវត្តឡុងភឿកពិធីបុណ្យកឋិនទានប្រកបដោយភាពថ្លៃថ្លាយ៉ាងឧឡារិកនៅវត្តសុវណ្ណសាគរដើមពោធិ៍ធម្មទេសនានៅវត្តឡុងភឿកនៅរសៀលថ្ងៃទី12ខែតុលាឆ្នាំ2025នៅវត្តhảiជីវអម្ភិក្ខុនីលៀងហោដែលជាប្រជាធិការវត្តបានរៀបចំវគ្គបំពោះបណ្ដុះក្របពូជបញ្ញាលើកទី49ដោយមានការចូលរួមនឹងសិស្សានុសិស្សយុវវ័នយ៉ាងច្រើនកុះករក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់នៃទីអារាមសិស្សានុសិស្សទាំងអស់ត្រូវបានណែនាំឲ្យអនុវត្តអង្គុយសមាធិនិងដើរចង្ក្រមក្នុងសតិហើយការរលឹកឡើងវិញនៅប្រធរដែលបានសិក្សានិងស្ដាប់ប្រធរទេសនាដែលមានចំណងជើងថាសតិប្បដ្ឋាន4តាមរយៈនោះពួកគាត់បានចាប់ផ្ដើមស្គាល់ពីលក្ខណៈពិតនៃកាយចិត្តពិភពលោកបណ្ដុះបណ្ដាលនូវសតិបង្កើតសមាធិជាកម្លាំងនិងប្រាជ្ញាឆ្ពោះទៅរកជីវិតដ៏សុខសាន្តជាពិសេសវគ្គបំពោះនេះក៏មានរួមបញ្ចូលទាំងថ្នាក់បង្រៀនភាសាអង់គ្លេសដែលបង្រៀនដោយលោកគ្រូគាត់ដងដាំងដើម្បីជួយពួកគាត់ក្នុងការវឹកហាត់ជំនាញទំនាក់ទំនងជាមូលដ្ឋានពង្រីកចំណេះដឹងនិងបង្កើនទំនុកចិត្តក្នុងការសិក្សាក៏ដូចជាក្នុងជីវភាពរស់នៅល្ងាចថ្ងៃទី16ខែតុលាឆ្នាំ2025នៅវត្តយៈថ្វាឃុំchâuថើយព្រះភិក្ខុនីងៀមឋានជាប្រជាធិការវត្តបានទទួលស្វាគមន៍និងណែនាំគណៈកម្មការសប្បុរសធម៌ដែលបានដឹកនាំដោយប្រតិជគុណលេតំប្រជាធិការវត្តធៀងតំខេត្តប៊ុនធំជាមួយនឹងគណៈកម្មការទៅតំដើម្បីសួរសុខទុក្ខនិងសំណេះសំណាលនិងផ្ដល់អំណោយ300កញ្ចប់ដោយជនពិការអំណោយនីមួយៗមានតម្លៃ400,000ដុងរួមមានអង្ករ10គីឡូក្រាមមីកញ្ចប់មួយស្បោងនិងថវិកា200,000ដុងសរុបថវិកាទាំងអស់មាន120លានដុងដែលជាការចូលរួមបរិច្ចាគរបស់ប្រតិជនលេតំព្រមទាំងពុទ្ធបរិស័ទនិងសប្បុរសជននានាក្នុងព្រះឱវាទរបស់ប្រតិជនលេតំបានសម្ដែងនៅសេចក្តីអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះភិក្ខុនីងៀមឋានដែលបានបង្កើតពុព្វហេតុដ៏ល្អជាស្ពានតភ្ជាប់ទំនាក់ទំនងដើម្បីឲ្យគណៈកម្មាធិការមានឱកាសផ្សព្វផ្សាយក្តីស្រឡាញ់ដល់បងប្អូនដែលជួបនៅឧបសគ្គក្នុងពេលជាមួយគ្នានោះដែរប្រតិជនក៏បានជូនពរឲ្យបងប្អូនទាំងអស់មានសុខភាពល្អសេចក្តីសុខសាន្តនិងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបតែងតែរក្សានូវជំនឿនិងចន្ទៈដ៏មោះមុតក្នុងជីវិតព្រឹកថ្ងៃទី19ខែតុលាឆ្នាំ2025នៅវត្តឡុងភឿកសង្កាត់វិនចាត់ប្រតិជគុណដងតំជាគ្រូវិបស្សនានៃសាលាពុទ្ធិកមធ្យមខេត្តបានដឹកនាំវគ្គសិក្សាកម្មដ្ឋានវិបស្សនាលើកទី2ក្រុមប្រធានបទការប្រតិបត្តិការស្ដាប់រងាប់របស់ខ្លួនក្នុងបឋមទេសនានោះប្រតិជនបានសង្កត់ធ្ងន់ថាទុក្ខវេទនានិងកិលេសរបស់មនុស្សទាំងអស់ស្ថិតតែផ្ដើមចេញពីចិត្តគំនិតអវិជ្ជមានទាំងឡាយនេះហើយគឺជាមូលហេតុដែលនាំឲ្យមានការសាងកម្មធ្វើឲ្យសត្វលោកវិលវល់មិនចេះចប់ក្នុងវាវដ្តសង្សារដូច្នេះហើយប្រសិនបើចង្កាត់ផ្ដាច់ដោយឫសកលទុក្ខវេទនានោះអ្នកប្រតិបត្តិត្រូវតែត្រឡប់មកពិនិត្យមើលនិងស្គាល់នៅមូលហេតុអំពីចិត្តគំនិតរបស់ខ្លួនឯងវិញជាធម្មតាមនុស្សតែងតែដេញតាមនិងប្រកាន់ភ្ជាប់នៅទស្សនៈនិងគំនិតផ្ទាល់ខ្លួនការប្រកាន់មមនៅគំនិតទាំងអស់នោះហើយគឺជាប្រភពនៃទុក្ខចិត្តគំនិតគឺជាកត្តាសំខាន់បំផុតដែលមិនត្រឹមតែឈប់នៅត្រឹមពាក្យសម្ដីឬទង្វើប៉ុណ្ណោះទេពីព្រោះរាល់អំពើទាំងអស់សុទ្ធតែចាប់ផ្ដើមចេញពីសតិអារម្មណ៍
ការវឹកហាត់ចម្រើនកម្មដ្ឋានគឺជាវិធីសាស្ត្រចាំបាច់ដែលជួយឲ្យអ្នកប្រតិបត្តិត្រឡប់មករកខ្លួនឯងវិញស្កល់និងគ្រប់គ្រងចិត្តគំនិតអ្នកដែលចេះប្រតិបត្តិនៅពេលដែលគំនិតគឺនាមធម៌មួយកើតឡើងនិងមានសតិភ្ញាក់រលឹកភ្លាមផ្អាកគំនិតនោះរួចរំលឹកដល់ខ្លួនឯងតាមរយៈនេះវានឹងធ្វើឲ្យសតិប្រាថ្នាគឺវិតកៈនិងសេចក្តីស្រឡាញ់គឺតណ្ហាចាប់ផ្ដើមថមថយជាលំដាប់លំដោយមិនមានឱកាសរីកចម្រើនខ្លាំងក្លាឡើយប្រសិនបើអ្នកប្រតិបត្តិតស៊ូព្យាយាមអនុវត្តនូវសតិសម្បជញ្ញៈពិនិត្យពិច័យមើលចិត្តគំនិតជាប្រចាំអ្នកនឹងអាចបញ្ចប់ទុក្ខវេទនាបន្តិចម្ដងកសាងជីវិតដែលមានសេចក្តីសុខសាន្តដោយសតិសម្បជញ្ញៈនិងការភ្ញាក់រលឹក ព្រឹកថ្ងៃទី19ខែតុលាឆ្នាំ2025នៅវត្តសុវណ្ណសាគរដំពូលសង្កាត់វិនចាត់ប្រទេសជគុណថាត់ធឿងជាប្រជាធិការវត្តបានរៀបចំពិធីបន់កឋិនទានយ៉ាងឧឡារិកដោយមានការនិមន្តចូលរួមនិងអញ្ជើញពីសំណាក់ពុទ្ធបរិស័ទនិងសាធុជនជិតឆ្ងាយយ៉ាងច្រើនកកកប្រធារៈដែលបាននិមន្តជាធិបតីនិងចូលរួមក្នុងពិធីនោះរួមមានប្រតិជកិនថាត់នេសមាជិកក្រុមប្រឹក្សាសមាគមពុទ្ធសាសនាវៀតណាមអនុប្រធានលេខាធិការប្រចាំការនៃសមាគមពុទ្ធសាសនាខេត្តដងណាយជាប្រចាំអធិការវត្តសុកលើងខេត្តដងណាយព្រមទាំងព្រះមហាថេរៈនិងព្រះសង្ឃជាច្រើនអង្គក្នុងនិងក្រៅខេត្តក្នុងពិធីបិណ្ឌជាផ្លូវការពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាបានប្រគេននូវបច្ច័យនិងទីយទានដល់ព្រះសង្ឃហើយចូលរួមទទួលផតហារសាមគ្គីនិងដង្ហែអង្គឋិនទានប្រតិសិនប្រវិហារ3ជុំថ្វាយបង្គំព្រះរតនត្រ័យស្រាប់ព្រះមហាថេរសុទ្ធព្រះបរិទ្ធជាយន្តោដើម្បីបួងសួងសូមអរប្រទេសជាតិមាតុភូមិមានសន្តិភាពប្រជាជនមានសេចក្តីសុខសាន្តភ្លៀងធ្លាក់ត្រូវតាមរដូវក៏ដូចជាការបួងសួងអរព្រះពុទ្ធសាសនាបានឋិតថេរជារកាលគ្រប់គម្រប់5000ប្រវស្សាមិននោះដែរនាល្ងាចថ្ងៃទី18ខែតុលាពិធីដង្ហែអង្គឋិនទានត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសម័យដើមទានប្រធានដើមបិណ្ឌកឋិនទាននានាក្នុងមូលដ្ឋានឆ្នាំនេះវត្តមានទាយកទាយិកាចំនួន5រូបនិងបានដង្ហែអង្គឋិនទាននិងមហាសប្បុរសធម៌2រូបបានប្រគេនទានបូជាក្នុងបរិយាកាសដ៏រីករាយពុទ្ធបរិស័ទបានទូត្រីអង្គឋិនទានកាន់ផ្កាប្រាក់ដង្ហែប្រតិសិនព្រះវិហារ3ជុំនិងគោរពទង់ព្រះពុទ្ធសាសនាក្នុងនោះដែលប្រតិជកិនជាប្រជាអធិការបានប្រកល់ប៉ាន់ចូលរួមកុសលដល់ទាយកទាយិកាដែលមានសទ្ធាជ្រះថ្លាដង្ហែអង្គឋិនទាននិងប្រសិទ្ធពរជ័យសិរីសួស្តីវិបុលសុខដល់ពុទ្ធបរិស័ទដែលបានចូលរួមទាំងអស់ជាពិសេសនៅយប់ថ្ងៃដដែលក្រោមពន្លឺដ៏ភ្លឺភ្លេតនៃអង្គការភ្លើងពុទ្ធបរិស័ទបានដង្ហែប្រតិសិនព្រះវិហារក្នុងសំឡេងអបអរសាទររីករាយទទួលនៅពរជ័យសិរីសួស្តីពីព្រះសង្ឃដែលជាការបិទបញ្ចប់នៅពិធីបិណ្ឌកឋិនទានប្រកបដោយភាពបរិបូរណ៍និងពេញលេញដោយរសជាតិនៃព្រះសទ្ធម្មព្រឹកថ្ងៃទី21ខែតុលាឆ្នាំ2025នៅវត្តលង្ភឿកឃុំលង្ដៀងប្រទេសជគុណភឹកថឹងជាប្រជាធិការវត្តបានរៀបចំវគ្គប្រតិបត្តិឧបោសថសីលពុទ្ធបរិស័ទយ៉ាងច្រើនកកកបានចូលរួមនិងស្ដាប់នៅប្រធមទេសនាក្រុមប្រធានបទកម្របានកើតជាមនុស្សនិងកម្របានស្ដាប់នៅប្រធមដែលសម្ដែងដោយប្រតិជកិនខែឋានជាប្រជាអធិការវត្តផាប់បាវនៅខេត្តដងណាយប្រតិជកិនបានចែករំលែកថាការបានកើតជាមនុស្សគឺពិបាកស្រាប់ទៅហើយតែការបានស្ដាប់នៅប្រធមរឹងរិតតែពិបាកជាងនោះទៅទៀតដូច្នេះហើយទើបមនុស្សម្នាក់ត្រូវតែឲ្យតម្លៃឱកាសនៃការសិក្សាប្រតិបត្តិព្យាយាមចម្រើនប្រធមដើម្បីផ្លាស់ប្ដូរផ្លូវកាយផ្លូវវិជ្ជាចិត្តព្រមទាំងកសាងនៅបិណ្ឌកុសលតាមរយៈរឿងអណ្ដាខ្វាក់ប្រតិជកិនបានលើកឡើងនៅអត្ថន័យដែលជ្រាលជ្រៅនៃការកើតឡើងជាមនុស្សមកបង្ហាញដែលជារឿងកម្រមានណាស់នៃការចាប់បដិសន្ធិឡើងវិញក្នុងវាវត្តដ៏សង្សារប្រធមនេះបានដាស់តឿនដល់អ្នកប្រតិបត្តិឲ្យរស់នៅប្រកបដោយសតិសម្បជញ្ញៈពេញលេញចេះឲ្យតម្លៃរាល់នាទីនៃជីវិតបច្ចុប្បន្នដើម្បីសាបព្រោះសេចក្តីល្អលះបង់និងបំពេញបម្រើដល់មនុស្សជាតិ
យើងខ្ញុំបការណាអាត្មាភាពសូមថ្លែងអំណរអគុណនិងអរព្រគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្ររបស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទទាំងជិតឆ្ងាយសូមជួបជាថ្មីនៅព័ត៌មានពេលក្រោយសូមអរព្រគុណនិងសូមអរគុណ